សម្រាប់printer ប្រភេទ error បែបហ្នឹងអ្នកនរគ្នាទី1គឺអ្នកនរគ្នាត្រូវចូលទៅបិទចុចកុងតាក់ម៉ាស៊ីន print នឹងសិនមកបន្ទាប់ពីបិទហើយអ្នកនរគ្នាត្រូវចុចពាក្យ restart វាចុចឲ្យជាប់ហើយបើក printer ហ្នឹងម្ដងទៀតដៃខ្ញុំអញ្ចឹងអ្នកចុចពាក្យ restart ហ្នឹងឲ្យជាប់រហូតដល់តែ printer ហ្នឹងវា load ចេញមកឲ្យយើងឃើញអញ្ចឹងអ្នកនរគ្នារងចាំបន្តិចទៅតិចទៀតវានឹងលោតមកកន្លែងហ្នឹងវារៀងយូរដែរអ្នកនរគ្នាយើងមកចុកដៃដែរតែត្រូវទៅចុចពាក្យ restart ហ្នឹងឲ្យជាប់ចាំបន្តិចសម្រាប់អាហ្នឹងវា error មូលហេតុទី1អាចនឹងខ្សែពៀនអញ្ចឹងទៅអ្នកនរគ្នាអញ្ចឹងវាបានលោតចេញមកហើយអញ្ចឹងអ្នកនរគ្នាចុចតាមដែលខ្ញុំច្អល់នេះគឺចុចអក្សរ IS ហើយតមកចុចអានេះមួយទៀតហើយបើអ្នកនរគ្នាមកចុចពាក្យ OK ទេបន្ទាប់ពីអ្នកនរគ្នាចុចហើយអ្នកនរគ្នារងចាំវាបន្តិចទៅកុំចុចភ្លាមទៅបិទកុងតាក់ភ្លាមអញ្ចឹងចាំវាបន្តិចបន្ទាប់ពីចាំអញ្ចឹងហើយអ្នកទាំងអស់គ្នាចូលទៅបិទកុងតាក់នៅខាងក្រោយម៉ាស៊ីន print នឹងមកបិទហើយអ្នកនរគ្នាបើកវាមកវិញមកបន្ទាប់មកវានឹងលោតចេញមកអ្នកនរគ្នាឃើញប៉ុន្តែវាអត់លោត error ទៀតទេគឺវាដើរមកវិញធម្មតាដោយសារ printer នេះវាធ្លាប់មានបញ្ហាជាមួយនឹងខ្សែពៀនណាអ្នកនរគ្នាដល់ពេលចឹងទៅនៅពេលដែលខ្ញុំបើកទៅវាលឺរៀងកឹកហើយវា error sorry អ្នកនរគ្នា